បាទជំរាបសួរបងប្អូនអ្នកគ្នាអញ្ចឹងបើយើងនិយាយពីសម័យកាលនេះគឺជាសម័យកាលបាទបច្ចេកវិទ្យាដូច្នេះហើយការរកលុយគឺតាមបណ្ដាញសង្គមបងប្អូនណាបាទបងប្អូនណាដែលមានចំណេះជំនាញបាទយើងអាចបង្ហាញបាទទៅកាន់ស្ថិរជនរបស់យើងបាទតាមរយៈវីដេអូបងប្អូនណាហើយមិនបាច់ចាំដល់យើងនឹងចេះខ្លាំងបងប្អូនបាទអត់តែយើងព្យាយាមបាទសិក្សាបាទយើងអាចថាងាយស្រួលបងប្អូនណាបាទមិនសាំញ៉ាំទេបងប្អូនបាទអញ្ចឹងនៅក្នុងការរកលុយតាម YouTube ក៏ដូចជា Facebook នៅស្រុកខ្មែរអាចរកបានយ៉ាងស្រួលបងប្អូនបាទហើយបងប្អូនគ្រាន់តែមានទូរស័ព្ទដៃបងប្អូនថតជាវីដេអូបាទហើយបើសិនជាបងប្អូនមិនចេះកាត់យើងថតស្កប់ឬក៏យើងគេថា grab post បងប្អូនណាបាទអាចអញ្ចឹងណាបាទហើយយើងអាចបើសិនបងប្អូនមានជំនាញក្នុងការកាត់ក៏បានដែរប៉ុន្តែมันបាច់ចាំដល់ជំនាញទេកម្មវិធីខ្លះគាត់design មកគឺធ្វើយើងងាយស្រួលក្នុងការកាត់បងប្អូនបាទយើងគ្រាន់តែចំណាយពេលមើលបាទតោះអញ្ចឹងខ្ញុំបាទបង្ហាញជាមួយនឹងវីដេអូដែលខ្ញុំធ្វើការថតអរគុណបងប្អូនបាទតោះអញ្ចឹងយើងដំបូងយើងថតមុខមុនមកហើយយើងបង្ហាញពីអីបងប្អូនបាទឥឡូវបាទខ្ញុំចង់បង្ហាញពីសត្វគោនៅតាមវាលស្រែបងប្អូនបាទអញ្ចឹងបងប្អូនគ្រាន់តែបាទធ្វើតាមក្បួនខ្ញុំទៅបងប្អូនបាទមើលអូមកថាបងប្អូនមានទូរស័ព្ទមិញខ្ញុំបាទថតវីដេអូមួយហើយបងប្អូនបាទអញ្ចឹងយើងថតពីខាងក្រោយម្ដងណាបាទចាំបងប្អូនមានទូរស័ព្ទមួយទៀតបងប្អូនអាចបាទនេះចូលទៅក្នុងកាមេរ៉ាមកបាទបងប្អូនចុច like វីដេអូមកបងប្អូនបាទឃើញទេហើយយើងថតបញ្ឈរដើម្បីអីដើម្បីយើងអាចផុសនៅក្នុង YouTube ក៏បានផុសនៅក្នុង page ក៏បានបងប្អូនណាបងប្អូនណាចាំបងប្អូនអាចធ្វើតាមខ្ញុំបាននេះឃើញទេយើងចុចបងប្អូនបាទឃើញទេយើងពណ៌នាមពីគោបានតាមវាស្រែចឹងមកឧទាហរណ៍បាទឃើញទេបាទឃើញទេអញ្ចឹងគឺយើងអាចថតបានហើយបើ YouTube វិញអាចថា3នាទីឡើងគឺបងប្អូនអាចផុសបានហើយបាទជាវីដេអូឡងហើយយើងអាចផុសចឹងមកបងប្អូនបាទយើងអាចថតចឹងមកបងប្អូនបាទឃើញទេហើយបើសិនជាយើងធ្វើ short បាទ short សុទ្ធទៅកុំដាក់ long អីបើសិនជាដាក់ short ឡើងហើយគឺយើងធ្វើ short សុទ្ធទៅបងប្អូនឲ្យលើបានដូចគ្នាបើគេបរិមាណតិចជាង long បងប្អូនបាទចឹងយើងថតចឹងមកបងប្អូនបាទហើយសម្រាប់ Facebook បងប្អូនគ្រាន់តែថតចឹងបងប្អូនអាចកាត់វាខ្លះមកអត់វិញយើងអាច scope វាបងប្អូននេះ map scope វាមានទេបងប្អូនណាបាទអញ្ចឹងយើងមិនកាត់ក៏បានដែរយើង scope ថត scope ចឹងណាបាទហើយអញ្ចឹងបងប្អូនអាចដាក់3នាទីឡើងណាបងប្អូនចង់ផល YouTube ដែរបងប្អូនដាក់3នាទីឡើងចុះបាទហើយនៅស្រុកខ្មែរ Facebook អាចរកបានហើយបងប្អូនបាទអញ្ចឹងបងប្អូនគួរតែចំណាយពេលវេលាខ្លះបាទក្រៅពីការងារបាទបងប្អូនអាចផុសបាទវីដេអូបាទដែលល្អវីដេអូស៊ីនបងប្អូនណាកុំយកវីដេអូគេឲ្យសោះបងប្អូនបាទមានកាមេរ៉ាខ្លួនឯងហើយសម័យនេះជឿថាបងប្អូនមានសម្រាប់ល្អប្រើអញ្ចឹងបាទកុំទុកកាមេរ៉ាចុះបងប្អូនថតពីនេះពីនោះបាទសកម្មភាពផ្សេងបាទចំណេះជំនាញបាទឬក៏អាជីវកម្មណាមួយបងប្អូនអាចថតបានហើយយើងផុសទៅបងប្អូនណាបាទទី1បងប្អូនបើសិនជាបងប្អូនមិនមានការងារទេបងប្អូនជាកសិករធម្មតាគឺបងប្អូនគួរចំណាយពេលលើវាបានច្រើនបុកធ្វើតែម្ដងទៅបាទបើសិនជាបងប្អូនមានការងារមន្ត្រីឆ្ការឬក៏ការងារផ្សេងហើយបាទឆ្លៀតពេលបាទពី3នាទីដើម្បីថតវីដេអូសកម្មភាពផ្សេងបាទជាច្រើនបាទបងប្អូនអាចថតបានហើយផុសទៅបាទហើយបើតែយើងមិនធ្វើ5ឆ្នាំទៅមុខក៏វានៅតែ5ឆ្នាំដែរបងប្អូនបាទអញ្ចឹងយើងអាចបាទយើងអាចធ្វើទៅបើសិនជាបងប្អូនធ្វើប្រពេលនេះ5ឆ្នាំមុខវានឹងអាចនឹងជោគជ័យវាអាចគ្រប់គោលការណ៍យើងអាចរកលុយបានដែរបាទហ្នឹងអញ្ចឹងខ្ញុំបានមានប៉ុណ្ណឹងបាទជាមួយខ្ញុំធ្វើការកាត់ឲ្យបងប្អូនមើលបងប្អូនណាខ្ញុំថតតាមវាស្រែលេបងប្អូនបាទនេះតោះឡើយយើងទៅមើលការកាត់ខ្ញុំបងប្អូនបាទនេះគឺជាទិដ្ឋភាពវាលស្រែបងប្អូនវាលស្រែបាទដែលខ្ញុំបាទធ្វើការថតនេះគឺនៅក្នុងស្រុកជុំគិរីខេត្តកំពតបងប្អូនបាទខាងក្រោយបាទសាលានៅវិទ្យាល័យព្រៃខ្ជាយបាទស្រុកជុំគិរីហើយខាងក្រោយគឺជាដីបាទរបស់ក្រុមហ៊ុនដែលនឹងត្រៀមធ្វើរោងចក្របងប្អូនបាទនេះហើយសម្រាប់បងប្អូនដែលបានទស្សនាបាទបើសិនជាបងប្អូននៅក្នុង YouTube កុំជួយចុច Subscribe និងសញ្ញារូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីបន្តទៀតហើយបងប្អូននៅក្នុង Page បាទកុំជួយ Share និងជួយ Like បងប្អូនណាបាទ
tại thế nhưng mở đại video cùng chỗ này nhưng cắt tem đâu mà đấy bạn con những con này pico bạn tạm về sai cho mỗi thò bà cái này chẳng cứ những ai thọt bàn hay ở bờ YouTube với ai tham bay tí láng cái bọn ai họ bán ấy bà chỉ video lòn ấy những ai phò chẳng mong bọn bạn những ai thọt chẳng mong bọn bạn cái nhé hay bà sao như thua short mà short đó còn đặt lòn ấy bà sao đặt short lòn hay cứ những thua short tao một bọn này họ lấy bàn đi cái này hoặc là bạn làm cái chính lòn của bọn bạn chứ những thọt chẳng mong bọn bạn ấy hayสำหรับ Facebook បងប្អូនគ្រាន់តែថតចឹងបងប្អូនអាចកាត់វាខ្លះៗមកអត់វិញយើងអាច scope វាមកនេះសម្រាប់ scope វាមានហ្នឹងបងប្អូនបាទអញ្ចឹងយើងមិនកាត់ក៏បានដែរ scope ថត scope ចឹងណាបាទហើយអញ្ចឹងបងប្អូនអាចដាក់3នាទីឡើងណាបងប្អូនចង់ធ្វើ YouTube ដែរបងប្អូនដាក់3នាទីឡើងចុះបាទហើយនៅស្រុកខ្មែរ Facebook អាចរកបានហើយបងប្អូនបាទអញ្ចឹងបងប្អូនគួរតែចំណាយពេលវេលាខ្លះបាទក្រៅពីការងារបាទបងប្អូនអាចផុសបាទវីដេអូបាទដែលល្អវីដេអូស៊ីនបងប្អូនណាកុំយកវីដេអូគេឲ្យសោះបងប្អូនបាទមានកាមេរ៉ាខ្លួនឯងហើយសម័យនេះជឿថាបងប្អូនមានសម្រាប់ល្អប្រើអញ្ចឹងបាទកុំទុកកាមេរ៉ាចុះបងប្អូនថតពីនេះពីនោះបាទសកម្មភាពផ្សេងបាទចំណេះជំនាញបាទឬក៏អាជីវកម្មណាមួយបងប្អូនអាចថតបានហើយយើងផុសទៅបងប្អូនណាបាទទី1បងប្អូនបើសិនជាបងប្អូនមិនមានការងារទេបងប្អូនជាកសិករធម្មតាគឺបងប្អូនគួរចំណាយពេលលើវាបានច្រើនបុកធ្វើតែម្ដងទៅបាទបើសិនជាបងប្អូនមានការងារត្រីឆ្កាឬក៏ការងារផ្សេងហើយបាទឆ្លៀតពេលបាទពី3នាទីដើម្បីថតវីដេអូសកម្មភាពផ្សេងបាទជាច្រើនបាទបងប្អូនអាចថតបានខុសទៅបាទហើយបើតែយើងមិនធ្វើ5ឆ្នាំទៅមុខក៏វានៅតែ5ឆ្នាំដែរបងប្អូនបាទអញ្ចឹងយើងអាចបាទយើងអាចធ្វើទៅបើសិនជាបងប្អូនធ្វើប្រពេលនេះ5ឆ្នាំមុខវានឹងអាចនឹងជោគជ័យវាអាចគ្រប់គោលការណ៍យើងអាចរកលើកបានដែរបាទហ្នឹងអញ្ចឹងខ្ញុំបានមានប៉ុណ្ណឹងបាទជាមួយខ្ញុំធ្វើការកាត់ឲ្យបងប្អូនមើលបងប្អូនណាយើងថតតាមវាស្រ័យលេបងប្អូនបាទនេះតោះឡើយយើងទៅមើលការកាត់ទាំងអស់គ្នា